ភាពខុសគ្នានៃការប្រើប្រាស់រូបមន្តសាមនិងរូបមន្តសាមអ៊ីបាទរូបមន្តពីរហ្នឹងគឺរបៀបប្រើវាខុសគ្នាបាទរូបមន្តសាមគឺយើងប្រើសម្រាប់យើងបូកតម្លៃទាំងអស់ដោយអត់មានលក្ខខណ្ឌទេសម្រាប់រូបមន្តសាមអ៊ីយើងបូកតម្លៃដោយមានលក្ខខណ្ឌនេះថាយើងចង់បូកប្រភេទទៅជា fruit ទេអញ្ចឹងវាបូកទៅ fruit ទេអញ្ចឹងដើម្បីគណនាភាពខុសគ្នាអ្នកទាំងអ្នកតាមដានវីដេអូនេះបានបាទទី1រូបមន្តសាមគឺងាយស្រួលបាទអត់មានលក្ខខណ្ឌទេអ្នកទាំងអ្នកគ្រាន់តែវាយសញ្ញាស្មើហើយទៅសេរូបមន្តសាមមកបើកវងកញ្ចក់បាទអញ្ចឹងយើង select ទាំងអស់មកគឺវាបូកទាំងអស់បាទមានតម្លៃប្រមាណវាបូកទាំងអស់អត់មានលក្ខខណ្ឌទេបាទឃើញបានឃើញប៉ុណ្្នឹងហើយអញ្ចឹងសាម select តម្លៃទាំងអស់បិទវងកញ្ចក់ enter មកបាទអញ្ចឹងតម្លៃទាំងអស់ហ្នឹងគឺស្មើនឹងតម្លៃ500បាទសរុបទាំងអស់ឃើញ500ហ្នឹងគឺសាមបាទយើងពាក្យច្រើនគឺយើងបានចេះបានស្គាល់បាទរូបមន្តសាមឥឡូវដល់សាម if ម្ដងបាទរូបមន្តសាម if យើងបូកដោយលក្ខខណ្ឌឧទាហរណ៍ថាខ្ញុំចង់បូកតែ fruit ទេបាទតម្លៃរបស់ fruit ទាំង3ហ្នឹងឃើញប៉ុន្មានអញ្ចឹងខ្ញុំប្រើរូបមន្តសាម if ស្មើហើយសាម if ហ្នឹងអត់មាន s ណាបាទសាម if មាន s អាហ្នឹងមានលក្ខខណ្ឌផ្សេងទៀតបាទចុចសាម if មកអញ្ចឹងយើង select លើប្រភេទទាំងអស់សិនឲ្យវាចាប់លើប្រភេទទាំងអស់សិន select លើប្រភេទទាំងអស់ក្បៀស1ដាក់លក្ខខណ្ឌយើងចង់ដាក់សញ្ញាថ្មីកណ្ដុរមកបន្តមកទៀតយើងដាក់លក្ខខណ្ឌថាយើងចង់បូកតម្លៃ fruit ឬក៏ vegetable អញ្ចឹងខ្ញុំចង់បូកតម្លៃ fruit អញ្ចឹងខ្ញុំ copy fruit មកនេះនេះពាក្យខ្ញុំទៅសេហើយដើម្បីងាយស្រួលមើលបាទកុំឲ្យបាក់ទៅសេទៀតបាទអញ្ចឹងខ្ញុំ copy fruit មកប៉ុន្តែពាក្យហ្នឹងត្រូវសេដូចគ្នាបាទសូធំសូតូចសេដូចគ្នាមកហ្នឹងហើយខ្ញុំ copy fruit មកខ្ញុំដាក់នៅកន្លែងខាងលើនេះអញ្ចឹងមានន័យថាយើងបូកដល់តម្លៃ fruit ទេហ្នឹងហើយក្បៀសមួយទៀតយើង select លើតម្លៃ cell ទាំងអស់នេះបាទហើយបិទវងកញ្ចក់ enter មកអញ្ចឹងមានន័យថា fruit ទាំង3មុខហ្នឹងយើងបូកទៅឃើញប៉ុន្មានឃើញ350បាទនេះ50និង150 200នឹង150ទៀតវាចូល350បាទឥឡូវចូលគណនាមួយទៀតតើតឹង vegetable មាន2ឯង1 2អញ្ចឹងបូកទៅឃើញមួយនេះ100មួយនេះ50អញ្ចឹង150អញ្ចឹងស្មើអញ្ចឹងពេលយើងបូកទៅឃើញ150 sum if បាទយើង select លើប្រភេទទាំងអស់បាទហើយក្បៀស1ដាក់សញ្ញា double quote បាទហើយយើង copy នេះពាក្យ vegetable ហ្នឹងដែលយើងសរសេរទុកហ្នឹងបាទយកមកដាក់មកហ្នឹងហើយអញ្ចឹង vegetable មានតែ2ទេណាបាទមានតែ2ហើយយើងក្បៀស1យើង select លើតម្លៃ cell អញ្ចឹងវាចាប់វាបូកទៅ2ឯង vegetable 100នេះនិង50នេះបិទវងកញ្ចក់ enter មកឃើញហើយបាទឃើញទេអញ្ចឹងភាពខុសគ្នាគឺបែបហ្នឹងបាទសាំគឺបូកទាំងអស់ហើយសាំអីយើងបូកតាមលក្ខខណ្ឌបាទយើងចង់បូកតម្លៃទៅតាមប្រភេទណាមួយបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបាទវីដេអូខ្លីៗអ្នកទាំងគ្នាមានចម្ងល់ទាក់ទងរូបមន្តផ្សេងៗទៀតអាច comment បានបាទសូមអរគុណ